ចិនបានបន្តគាំទ្ររបបត្រកូលគីមអស់រាប់ទសវត្សរ៍ណាស់មកហើយនៅក្នុងខ្សែភ្នែកមេដឹកនាំចិនគ្រប់ជំនាន់តែងតែចាត់ទុកកូរ៉េខាងជើងនេះជាប្រទេសមួយដែលចិនមិនអាចខ្វះបានទេបើប្រៀបធៀបជាមួយនឹងប្រទេសតំបន់ផ្សេងៗដែលនៅជាប់ចិនគឺកូរ៉េខាងជើងនេះគឺជាប្រទេសមួយគត់ដែលសំខាន់ជាងគេយើងអាចនិយាយបានថាសំខាន់ជាងកោះតៃវ៉ាន់ទៅទៀតបើយើងមើលលើទីតាំងភូមិសាស្ត្រហើយនិងភូមិសាស្ត្រនយោបាយការប្រកួតប្រជែងគ្នានៅក្នុងតំបន់មានពាក្យចិនមួយឃ្លាគេបាននិយាយថា if the leaf are gone the thief will be cold ដែលមានន័យជាភាសាខ្មែរថាប្រសិនបើបាត់បបេមាត់មិញនឹងចុះត្រជាក់ឃ្លានេះគេចង់ពពណ៌នេះអំពីទំនាក់ទំនងរវាងកូរ៉េខាងជើងនិងប្រទេសចិនថាពិតជាសំខាន់ចំពោះគ្នាណាมันអាចរស់នៅដោយខ្វះគ្នាបានទេប្រសិនបើកូរ៉េខាងជើងអត់មានចិនកូរ៉េខាងជើងនឹងអាចដួលរំលំមួយរំពេចហើយប្រសិនជាកូរ៉េខាងជើងបាត់ចេញពីផែនទីនេះឬក៏ត្រូវពង្រួមគ្នាឡើងវិញជាមួយនឹងកូរ៉េខាងត្បូងហើយស្ថិតនៅក្រោមអំណាចដឹកនាំរបស់កូរ៉េខាងត្បូងនោះមានន័យថាចិនកំពុងតែទទួលរងការគំរាមកំហែងដោយផ្ទាល់ពីសហរដ្ឋអាមេរិកហើយដោយសារតែនៅក្នុងប្រទេសកូរ៉េខាងត្បូងគឺមានពោពេញទៅដោយមូលដ្ឋានទ័ពរបស់កងទ័ពអាមេរិកឈរជើងនៅទីនោះនៅមូលដ្ឋាន Camp Humphrey គឺត្រូវបានគេចាត់ទុកថាជាមូលដ្ឋានយោធាដ៏ធំបំផុតមួយរបស់សហរដ្ឋអាមេរិកនៅឯនីសមុទ្រហើយម្យ៉ាងវិញទៀតវាមិនចម្លែកទេដែលកូរ៉េខាងជើងមានសារៈសំខាន់ខ្លាំងមិនអាចកាត់ថ្លៃបានចំពោះក្រុងប៉េកាំងបើយើងមើលទៅលើតថភាពការប្រកួតប្រជែងភូមិសាស្ត្រនយោបាយនៅ Indo-Pacific កូរ៉េខាងជើងគឺជាប្រទេសដែលតំណាងឲ្យអំណាចចិននៅក្នុងតំបន់ដូចឧទាហរណ៍ខ្ញុំលើកកូរ៉េខាងត្បូងហើយនិងជប៉ុនទីនោះគឺជាកន្លែងដែលតំណាងដោយអំណាចរបស់សហរដ្ឋអាមេរិកមានន័យថាអាមេរិកគឺភាពស្និទ្ធស្នាលជាមួយនឹងប្រទេសទាំងពីរនោះគឺស្និទ្ធស្នាលខ្លាំងណាស់យើងអាចនិយាយថាជាសម្ព័ន្ធមិត្តចាក់ទឹកមនិចនឹងគ្នាអញ្ចឹងទៅហើយវាក៏មិនជាចម្លែកដែរដែលកូរ៉េខាងជើងគឺជាប្រទេសដែលសំខាន់ខ្លាំងបំផុតដែលមិនអាចកាត់ថ្លៃបានទេចំពោះក្រុងប៉េកាំងដោយសារតែនៅក្នុងខ្សែភ្នែករបស់មេដឹកនាំចិនចាត់ទុកប្រទេសកូរ៉េខាងជើងនឹងគឺជាតំបន់ទ្រនាប់មួយដ៏សំខាន់ខណ្ឌចែកដែនឥទ្ធិពលអំណាចរបស់អាមេរិកនៅឯកូរ៉េខាងត្បូងនិងជប៉ុននិងដែនឥទ្ធិពលរបស់ចិននៅចន្លោះខ្សែស្របទី38ដែលពុះបែងចែកកូរ៉េខាងជើងនៅក្នុងអំឡុងសង្គ្រាមត្រជាក់នោះអញ្ចឹងមកខាងមកខាងត្បូងគឺតំណាងឲ្យតំណាងអំណាចរបស់សហរដ្ឋអាមេរិកហើយឯចំណែកខាងជើងវិញគឺតំណាងឲ្យអំណាចរបស់ចិនអញ្ចឹងបើយើងមើលទៅលើទីតាំងភូមិសាស្ត្រតំបន់នេះកូរ៉េខាងជើងគឺចិនចាត់ទុកជាប្រទេសដែលសំខាន់ជាងគេហើយក៏ជាតំបន់ដ៏ទ្រនាប់ដ៏សំខាន់បំផុតដែរដើម្បីការពារខ្លួនពីដែនឥទ្ធិពលរបស់សហរដ្ឋអាមេរិកអញ្ចឹងមុននឹងយើងត្រួតពិនិត្យមើលបច្ចុប្បន្នភាពសារៈសំខាន់កូរ៉េខាងជើងចំពោះចិនខ្ញុំចង់ឲ្យប្រិយមិត្តទាំងអស់គ្នាចាប់អារម្មណ៍ទៅមើលត្រួតពិនិត្យមើលលើប្រវត្តិសាស្ត្រនៃទំនាក់ទំនងរបស់ប្រទេសកូរ៉េខាងជើងនិងចិនបន្តិចសិននៅក្រោយបន្ទាប់ពីការបិទបញ្ចប់ទៅនៃសង្គ្រាមលោកលើកទី2បន្ទាប់ពីចក្រភពជប៉ុនត្រូវបានចុះចាញ់នៅក្នុងឆ្នាំ1945មកឧបទ្វីបកូរ៉េក៏ត្រូវបានបែងចែកជា2ចំណែកនៅចន្លោះខ្សែស្របទី38អញ្ចឹងមានន័យថាម៉េចនៅពេលដែលក្រោយអំពីសង្គ្រាមលោកលើកទី2ចប់ទៅពិភពលោកយើងបានធ្លាក់ចូលនៅក្នុងសង្គ្រាមត្រជាក់ថាអត់អញ្ចឹងក្នុងអំឡុងសង្គ្រាមត្រជាក់នេះគឺមានប៉ូល2ដ៏សំខាន់គឺប៉ូលសហភាពសូវៀតនិងប៉ូលសហរដ្ឋអាមេរិកអញ្ចឹងនៅពេលនោះកូរ៉េនយោបាយនៅកូរ៉េខាងជើងស្រាប់តែបានពុះបែងចែកឧបទ្វីបកូរ៉េហ្នឹងជា2ដែរអញ្ចឹងនៅក្នុងកូរ៉េខាងជើងគឺគ្រប់គ្រងដោយអំណាចរបស់សហភាពសូវៀតរីឯនៅខាងត្បូងគឺតំណាងឬគ្រប់គ្រងដោយអំណាចរបស់សហរដ្ឋអាមេរិកហើយដូចយើងដឹងទាំងអស់គ្នាអញ្ចឹងថានៅមុននឹងពេលនៅមុនសង្គ្រាមត្រជាក់ពលគឺអំឡុងសង្គ្រាមលោកលើកទី2សហរដ្ឋអាមេរិកនិងសូវៀតបានចូលដៃគ្នាដើម្បីច្បាំងទៅនឹងរបបណាស៊ីអាល្លឺម៉ង់ប៉ុន្តែស្រាប់តែចប់សង្គ្រាមលោកលើកទី2ទៅសម្ព័ន្ធភាពរវាងសហភាពសូវៀតនិងសហរដ្ឋអាមេរិកក៏បានដើរដល់ផ្លូវបំបែកនោះដោយសារតែពួកគេមាននយោបាយមនោគមវិជ្ជានិងការគ្រប់គ្រងខុសគ្នាដាច់ស្រឡះតែម្ដងមួយគ្រប់គ្រងតាមបែបកុម្មុយនីសមួយទៀតគឺប្រកាន់យករបបប្រជាធិបតេយ្យអញ្ចឹងរបបពីរនេះវាមិនរលាយចូលគ្នាបានទេនៅសម័យសង្គ្រាមត្រជាក់នោះអញ្ចឹងក៏បានធ្វើឲ្យមានការផុសផុលឡើងនៃសង្គ្រាមត្រជាក់និងការប្រកួតប្រជែងគ្នារវាងសហរដ្ឋអាមេរិកនិងសហភាពសូវៀតអញ្ចឹងដូចគ្នាអញ្ចឹងដែរសហភាពសូវៀតក៏បានក្លាយទៅជាសត្រូវស៊ីសាច់ហុតឈាមជាមួយនឹងសហរដ្ឋអាមេរិកតែម្ដងនៅបន្ទាប់ពីសង្គ្រាមលោកលើកទី2បញ្ចប់ហើយចូលមកដល់ក្នុងឆ្នាំ1948គឺជារបបថ្មីមួយនៅក្នុងឧបទ្វីបកូរ៉េនៅពេលនោះកូរ៉េខាង2ក៏បានបែងចែកជា2ហើយនៅខាងជើងគឺគ្រប់គ្រងដោយគីមអ៊ីលសុងដែលជាជីតារបស់គីមចុងអ៊ុននេះឯងហើយតំណាងអំណាចនៅទីនោះគឺមានការគ្រប់គ្រងយ៉ាងពេញទំហឹងពីសំណាក់សហភាពសូវៀតនិងចិនរីឯនៅកូរ៉េខាងត្បូងវិញគឺដឹកនាំដោយលោកស៊ីងម៉ាន់រី
ដែលមានការគ្រប់គ្រងនិងទំនុកបំរុងពីសហរដ្ឋអាមេរិកហើយចំពោះមេដឹកនាំកូរ៉េខាងជើងនិងកូរ៉េខាងត្បូងនៅពេលនោះគេមានទស្សនៈមួយដូចគ្នាគឺថាពួកគេសិតតែចង់បង្រួបបង្រួមឧបទ្វីបកូរ៉េនឹងឲ្យក្លាយទៅជាប្រទេសមួយរូបរាងគ្នាឡើងវិញក៏ប៉ុន្តែអ្វីដែលពួកគេមានការជំទាស់គ្នានោះគឺថាមេដឹកនាំទាំងកូរ៉េខាងជើងនិងកូរ៉េខាងត្បូងចង់ឲ្យប្រទេសហ្នឹងរួបរวมគ្នាក៏ពិតមែនក៏ប៉ុន្តែស្ថិតនៅក្នុងដែនអំណាចរបស់ពួកគេរៀងៗខ្លួនដូចនេះហើយបានធ្វើឲ្យប្រទេសទាំងពីរនេះមានការឆ្លោះទាស់តែងគ្នានៅក្នុងអំឡុងពេលនោះមានន័យថាស៊ីងម៉ាន់រីក៏គាត់ចង់ឲ្យខាងគាត់នឹងដឹកនាំរាជរដ្ឋាភិបាលគាត់ធ្វើជានាយករដ្ឋមន្ត្រីអញ្ចឹងទៅចាប់ចែងអំណាចស្រាប់តែនៅខាងគីមអ៊ីសុងនោះក៏ដូចគ្នាអញ្ចឹងដែរគាត់ចង់ធ្វើជាប្រធានាធិបតីគាត់ចង់យកអំណាចឬក៏បកពួករបស់គាត់នឹងដឹកនាំរាជរដ្ឋាភិបាលមានន័យថាពីរហ្នឹងគាត់អត់សមហារណកម្មចូលគ្នាបានទេហើយដូចគ្នាដូចខ្ញុំបានលើកពីលើអញ្ចឹងនៅក្នុងអំឡុងសង្គ្រាមត្រជាក់ហ្នឹងអ្នកដែលសូវៀតគ្រប់គ្រងសិតតែពួកកុម្មុយនីសអញ្ចឹងកូរ៉េខាងជើងដូចយើងដឹងកុម្មុយនីសចំតួហ្មងហើយកូរ៉េខាងត្បូងគឺជាប្រទេសប្រជាធិបតេយ្យអញ្ចឹងប្រទេសហ្នឹងពីរហ្នឹងវាអាចរលាយចូលគ្នាបានទេដូច្នេះហើយទៅវានាំឲ្យកើតមានសង្គ្រាមកូរ៉េកើតឡើងនៅតែ2ឆ្នាំបន្ទាប់ពីការបង្កើតរាជរដ្ឋាភិបាលរៀងៗខ្លួនស្រាប់តែសង្គ្រាមនៅឧបទ្វីបកូរ៉េក៏បានចាប់ផ្ទុះឡើងនៅក្នុងឆ្នាំ1950ហើយយើងសួរថាតើពេលនោះនរណាវានរណាមុននៅក្នុងអំឡុងពេលនោះគឺកូរ៉េខាងជើងមានការគ្រប់គ្រងយ៉ាងពេញទំហឹងពីសំណាក់សហភាពសូវៀតព្រមទាំងជាមួយការគ្រប់គ្រងពីចិនដែលជាប់របងផ្ទះរបស់ខ្លួនផងបានបើកការវាយប្រហារយ៉ាងសន្ធោសន្ធៅចូលទៅកូរ៉េខាងត្បូងដើម្បីដួលរំលំរបបក្រុងសេអ៊ូលក៏ប៉ុន្តែសង្គ្រាមនេះមិនបានជោគជ័យនោះទេសង្គ្រាមបានប្រយុទ្ធគ្នាស៊ីសាច់ឈាមអ្វីដែលយើងចាប់អារម្មណ៍នៅពេលនោះគឺអាមេរិកមិនទាន់បានលូកដៃភ្លាមទេគឺនៅចាំមើលស្ថានភាពជាក់ស្ដែងនៅកូរ៉េខាងត្បូងសិនថាតើកូរ៉េខាងត្បូងអាចទប់ទល់នឹងកម្លាំងរបស់សហភាពសូវៀតនិងកូរ៉េខាងជើងបានដែរឬអត់ប៉ុន្តែអ្វីដែលនឹកស្មានមកដល់នោះគឺកូរ៉េខាងជើងបានវាយមកប្រាវគឺចូលដល់ស៊ីអ៊ូលហើយបណ្ដេញរដ្ឋអំណាចរបស់ក្រុងស៊ីអ៊ូលហ្នឹងមកគៀកនឹងដែនសមុទ្រតែម្ដងមានន័យថាវាជិតចូលមកដែនសមុទ្រហើយអញ្ចឹងអាមេរិកឃើញថាស្ថានភាពនេះអត់សូវស្រួលទេអញ្ចឹងអាមេរិកក៏បានសម្រេចចិត្តចូលអន្តរាគមន៍ចូលជួយកូរ៉េខាងត្បូងដែលជាសម្ព័ន្ធមិត្តវាតទល់ជាមួយនឹងកូរ៉េខាងជើងដែលមានការគ្រប់គ្រងពីសហភាពសូវៀតអញ្ចឹងនៅពេលនេះសង្គ្រាមពេលនោះកាន់តែក្តៅទៅដែរគឺមានន័យថាម៉េចគឺមានន័យថាភាគី4ចូលរួមជាមួយទាំងចិនគឺ5ហើយកូរ៉េខាងជើងកូរ៉េខាងត្បូងគឺវាយគ្នាហើយប៉ុន្តែអ្វីដែលសំខាន់គឺមហាអំណាចទាំងពីរបានគ្រប់គ្រងរៀងៗខ្លួនដូច្នេះអន្តរាគមន៍យោធារបស់សហរដ្ឋអាមេរិកដើមឲ្យកូរ៉េខាងត្បូងហ្នឹងចាប់ផ្ដើមមានព្រៀបលើកូរ៉េខាងជើងវិញម្ដងបានវាយកងទ័ពកូរ៉េខាងជើងឲ្យដកថយមកត្រឹមខ្សែស្របទី38វិញខ្សែស្របដែលពុះបែងចែកកូរ៉េទាំងពីរហ្នឹងមិនត្រឹមចូលត្រឹមខ្សែស្របទី38ហ្នឹងឯងកូរ៉េខាងត្បូងជាមួយនឹងអាមេរិកបានវាយរុលកងទ័ពកូរ៉េខាងជើងហ្នឹងសឹងថាដល់របងផ្ទះរបស់ប្រទេសចិនដូច្នេះនៅក្នុងពេលនោះម៉ៅសេតុងគាត់បានឡើងគ្រប់គ្រងអំណាចនៅក្នុងឆ្នាំ1949ម៉ៅសេតុងបានឡើងគ្រប់គ្រងអំណាចហើយបណ្ដេញរាជរដ្ឋាភិបាលរបស់ខាងចាងខៃជៀហ្នឹងឲ្យទៅបង្កើតរាជរដ្ឋាភិបាលមួយនៅកោះតៃវ៉ាន់ហើយបន្តមានវត្តមានរហូតមកដល់ពេលនេះអញ្ចឹងនៅក្នុងខ្សែភ្នែករបស់ម៉ៅសេតុងបើទុកបណ្ដោយឲ្យអាមេរិកនិងកូរ៉េខាងត្បូងបន្តវាយសង្គ្រប់ឥតសាកស្រានមកលើកូរ៉េខាងជើងនោះសន្តិសុខរបស់ប្រទេសចិននៅភាគខាងត្បូងនឹងទទួលរងការគំរាមកំហែងពីទ័ពអាមេរិកនិងកូរ៉េខាងត្បូងផ្ទាល់តែម្ដងអញ្ចឹងដល់ពេលចិនវិញម្ដងកងទ័ពរំដោះប្រជាជនចិនបានចូលអន្តរាគមន៍ជួយកងទ័ពកូរ៉េខាងជើងភាគស្មារគ្នានៅពេលនោះណាមានន័យថាម៉េចមានន័យថាពេលនោះក៏កងទ័ពរបស់កូរ៉េខាងជើងនិងកងទ័ពរបស់កងទ័ពរំដោះប្រជាជនចិនរបស់សាធារណរដ្ឋប្រជាមានិតចិនប្រគៀកស្មារគ្នាប្រយុទ្ធយ៉ាងសន្ធោសន្ធៅវាយជាមួយនឹងកូរ៉េខាងត្បូងឲ្យមកស្ថិតនៅក្នុងខ្សែស្របទី38វិញអញ្ចឹងនៅពេលនោះសង្គ្រាមវាយទៅវាយមកគឺអត់មានណាគេយកដីពីណាបានទេមានថាដំបងឡើយកូរ៉េខាងជើងគាត់វាយរហូតយកបានក្រុងស៊ីអ៊ូលហើយបណ្ដេញរដ្ឋអំណាចរបស់ក្រុងស៊ីអ៊ូលនោះនៅជិតដល់ឃ្លានៅសមុទ្រស្រាប់តែអន្តរាគមន៍យោធារបស់សហរដ្ឋអាមេរិកបានវាយកងទ័ពកូរ៉េខាងជើងហ្នឹងមកនៅត្រឹមរបងផ្ទះរបស់ប្រទេសចិនហើយស្រាប់តែចិនឃើញស្ថានភាពអត់ស្រួលក៏ឲ្យយោធារបស់ខ្លួនចូលជួយកូរ៉េខាងជើងហើយវាយកងទ័ពរបស់កូរ៉េខាងត្បូងនិងអាមេរិកឲ្យមកស្ថិតនៅក្នុងខ្សែស្របទី38វិញអានេះគឺបដិបត្តិនៅក្នុងសង្គ្រាមកូរ៉េអូខេអញ្ចឹងបើគិតជារួមសង្គ្រាមកូរ៉េគឺមានរយៈពេល3ឆ្នាំគត់ពោលគឺនៅឆ្នាំ1950ដល់ឆ្នាំ1953ហើយចូលមកដល់ឆ្នាំ1953នោះភាគីទាំងពីរក៏បានឈានទៅរកបទឈប់បាញ់មួយដោយសារតែនៅក្នុងផ្នែករបស់សហរដ្ឋអាមេរិកនិងសូវៀតអត់ចង់ឲ្យមានសង្គ្រាមក្តៅណាមួយកើតឡើងទៀតទេហើយនៅក្នុងពេលនោះសូម្បីតែមេទ័ពរបស់អាមេរិកក៏គំរាមនៅក្នុងការប្រើប្រាស់អាវុធនុយក្លេអ៊ែរដើម្បីបញ្ចប់សង្គ្រាមនៅកូរ៉េដែរប៉ុន្តែដោយសារតែមេដឹកនាំរបស់សហរដ្ឋអាមេរិកគាត់
យល់ថាអត់ត្រូវប្រើអាវុធនុយក្លេអ៊ែរទេបើសិនជាក្នុងការប្រើអាវុធនុយក្លេអ៊ែរនៅក្នុងសង្គ្រាមកូរ៉េវាអាចនាំឲ្យសង្គ្រាមកូរ៉េនោះរាលដាលទៅដល់សង្គ្រាមលោកថ្មីមួយហើយអាចជាសង្គ្រាមអាវុធនុយក្លេអ៊ែរទៀតដូចយើងដឹងទាំងអស់គ្នាហើយនៅពេលនោះសហភាពសូវៀតក៏មានអាវុធនុយក្លេអ៊ែរសហរដ្ឋអាមេរិកក៏មានអាវុធនុយក្លេអ៊ែរដែរនៅបន្ទាប់នៅក្នុងអំឡុងសង្គ្រាមត្រជាក់នោះអញ្ចឹងហើយអាមេរិកអត់បានធ្វើតាមមេតបដែលបានបញ្ជានឹងទេហើយក៏បានដកមេតបនឹងចេញពីអំណាចផងដែរដូច្នេះមេដឹកនាំទាំងពីរក៏បានសម្រេចចិត្តចរចាគ្នាស្វែងរកបទឈប់បាញ់ជាបណ្ដោះអាសន្នមួយដើម្បីសម្រួលឲ្យស្ថានភាពនៅកូរ៉េខាងជើងឬក៏នៅឧបទ្វីបកូរ៉េទាំងមូលតែម្ដងឲ្យមានស្ថានភាពស្ងប់ស្ងាត់ជាធម្មតាវិញហើយបទឈប់បាញ់នេះត្រូវបានលើកឡើងដោយលោក VK Krishna Menon ហើយដែលបានក៏គាំទ្រយ៉ាងពេញទំហឹងពីអង្គការសហប្រជាជាតិហើយអ្វីកាន់តែពិសេសនោះគឺមហាអំណាចទាំង3នៅពេលនោះគឺមហាអំណាចផុតលេខសហរដ្ឋអាមេរិកនិងមហាអំណាចបក្សីបេកិតគ្នាគឺសហភាពសូវៀតជាមួយនឹងម្ចាស់ផ្ទះផងគឺចិនបានយល់ស្របគ្នាក្នុងការគាំទ្រទៅលើបទឈប់បាញ់នោះដូច្នេះហើយភាគីទាំង3ហ្នឹងជាមួយនឹងកូរ៉េខាងជើងកូរ៉េខាងត្បូងផងក៏បានសម្រេចចិត្តក្នុងការឈានទៅរកបទឈប់បាញ់បណ្ដោះអាសន្នមួយហើយសម្រួលឲ្យស្ថានភាពកូរ៉េហ្នឹងបានធូរស្រាលឡើងវិញត្រង់ចំណុចបទឈប់បាញ់នេះខ្ញុំចង់បញ្ជាក់ប្រិយមិត្តទាំងអស់គ្នាបន្តិចថាបទឈប់បាញ់រវាងកូរ៉េខាងជើងនិងកូរ៉េខាងត្បូងដែលធ្វើនៅក្នុងឆ្នាំ1953ដើម្បីបិទបញ្ចប់បណ្ដោះអាសន្នសង្គ្រាមនៅក្នុងឧបទ្វីបកូរ៉េនោះគឺជាបទឈប់បាញ់បណ្ដោះអាសន្នតែប៉ុណ្ណោះមិនមែនជាកិច្ចព្រមព្រៀងដើម្បីមានសន្តិភាពពេញលេញយូរអង្វែងនោះទេនៅក្នុងន័យនេះមានន័យថាស្ថានភាពនៅក្នុងកូរ៉េខាងជើងបើយោងតាមច្បាប់ណាគឺនៅស្ថិតនៅក្នុងស្ថានភាពមានសង្គ្រាមរហូតមកទល់នឹងពេលបច្ចុប្បន្ននេះអញ្ចឹងមានន័យថាសង្គ្រាមអាចផ្ទុះឡើងគ្រប់ពេលរវាងកូរ៉េខាងជើងនិងកូរ៉េខាងត្បូងអាហ្នឹងន័យវាអញ្ចឹងដោយសារតែបទឈប់បាញ់វាមិនមែនជាកិច្ចព្រមព្រៀងដើម្បីបិទបញ្ចប់សង្គ្រាមដោយសម្រេចតែម្ដងទេវាគ្រាន់តែជាបទឈប់បាញ់បណ្ដោះអាសន្នតែប៉ុណ្ណោះហើយតើតើនឹងនិយមន័យនៃបទឈប់បាញ់នេះខ្ញុំបានធ្វើជាអត្ថបទមួយផុសនៅលើក្នុង page ធ្វើការីអញ្ចឹងបើសិនជាប្រិយមិត្តចង់ស្វែងយល់ពីបទឈប់បាញ់នេះអាចទៅមើលអត្ថបទនេះបានអញ្ចឹងអត្ថបទនេះគឺខ្ញុំបានបកស្រាយអំពីបទឈប់បាញ់អញ្ចឹងមើលទៅស្វែងយល់ពីបទឈប់បាញ់តើវាមានន័យយ៉ាងដូចម្ដេចហើយបទឈប់បាញ់រវាងប្រទេសថៃនិងប្រទេសកម្ពុជានេះក៏ស្រដៀងគ្នាអញ្ចឹងដែរអូខេឥឡូវនេះយើងចូលមកដល់ចំណុចមួយទៀតគឺទំនាក់ទំនងរវាងកូរ៉េខាងជើងនិងចិនបន្ទាប់ពីការដួលរលំទៅនៃសហភាពសូវៀតអញ្ចឹងស្ថានភាពពិភពលោកនៅពេលដែលសហភាពសូវៀតត្រូវបានដួលរលំនៅក្នុងឆ្នាំ1991អាមេរិកបានក្លាយទៅជាមហាអំណាចផុតលេខ1តែឯកឯងតែម្ដងមានន័យថានៅពេលនោះមហាអំណាចតែឯងរបស់ពិភពលោកគឺស្ថិតនៅក្នុងកាប់ដៃអាមេរិកចិនក៏នៅគ្រានោះគឺនៅខ្សោយឡើយទេបារាំងអង់គ្លេសអាល្លឺម៉ង់អេស្ប៉ាញអីនោះជាប្រទេសដែលបានស្រក់ចុតហើយលែងជាមហាអំណាចប្រទេសមួយចំនួនមានអាវុធនុយក្លេអ៊ែរក៏ពិតមែនប៉ុន្តែប្រទេសនោះបានបាត់តំណែងជាមហាអំណាចពិភពលោកហើយដោយសារតែខ្លួនទ្រុឌទ្រោមខ្លាំងពេកនៅក្នុងអំឡុងសង្គ្រាមលោកលើកទី1និងសង្គ្រាមលោកលើកទី2ចឹងមហាអំណាចថ្មីបានរះឡើងភាគច្រើននៅក្នុងទ្វីបអាស៊ីនិងពិភពលោកខាងត្បូងអញ្ចឹងបកមកវិញបន្ទាប់ពីដួលរលំទៅនៅសហភាពសូវៀតនៅក្នុងឆ្នាំ1991សហរដ្ឋអាមេរិកបានក្លាយទៅជាមហាអំណាចផុតលេខ1តែឯងហើយនៅពេលនោះអាមេរិកនៅក្នុងទសវត្សរ៍ឆ្នាំ2000អាមេរិកបានធ្វើសង្គ្រាមច្រើនណាស់ដោយសង្គ្រាមនៅអ៊ីរ៉ាក់អ៊ីរ៉ង់សង្គ្រាមអ៊ីរ៉ាក់អ៊ីរ៉ង់នៅគុយវ៉ែតចូលជួយគុយវ៉ែតក៏ជាសង្គ្រាមដែលអាមេរិកអន្តរាគមន៍ធ្វើតែឯងក៏ប៉ុន្តែអ្វីដែលយើងមិននឹកស្មានដល់ការសប្បាយរីករាយក្នុងនាមជាមហាអំណាចផុតលេខតែម្នាក់ឯងមិនបានយូរប៉ុន្មានទេស្រាប់តែមហាអំណាចថ្មីមួយក៏បានរះឡើងដើម្បីប្រជែងជាមួយនឹងឥទ្ធិពលរបស់សហរដ្ឋអាមេរិកនោះគឺមហាយៈចិនបានរះឡើងក្នុងនាមជាមហាអំណាចពិភពលោកលឿនដ៏គួរឲ្យកត់សម្គាល់ខ្លាំងមែនទែនក្រោយកំណែទម្រង់របស់លោកតេស៊ីពីងចិនបានផ្លាស់ប្ដូរសេដ្ឋកិច្ចរបស់ខ្លួនចាប់បើកទីផ្សារទូលំទូលាយជាងមុនទទួលការវិនិយោគពីក្រៅប្រទេសចិនបានរីកចម្រើនខ្លាំងណាស់នៅពេលនោះដូច្នេះហើយប៉ុន្មានទសវត្សរ៍ក្រោយមកផលិតផល Made in China បានផុសផុលទូទាំងពិភពលោកទាំងអស់ទំនិញបដិខាតូចធំសិតតែផលិតចេញពីប្រទេសចិនអញ្ចឹងចិនបានរះឡើងខ្លាចជាមហាអំណាចដ៏គួរឲ្យកត់សម្គាល់នៅពេលនោះហើយនៅក្នុងឆ្នាំ2010ចិនក៏បានក្លាយទៅជាមហាអំណាចសេដ្ឋកិច្ចលេខ2តាមពីក្រោយសហរដ្ឋអាមេរិកផងដែរអញ្ចឹងបដិបត្តិនេះគឺជាបដិបត្តិថ្មីមួយនៃទំនាក់ទំនងអន្តរជាតិនិងភូមិសាស្ត្រនយោបាយទូទាំងពិភពលោកតែម្ដងនៅពេលដែលចិនរះឡើងក្លាយទៅជាមហាអំណាចសេដ្ឋកិច្ចលេខ2ទូទាំងពិភពលោកហើយក៏ជាមហាអំណាចយោធាលំដាប់លេខ3ផងដែរយើងបកមកមើលកូរ៉េខាងជើងវិញបន្ទាប់ពីការរលំរលាយទៅនៃសហភាពសូវៀតតើខ្លួននឹងធ្វើអ្វីដូចខ្ញុំបានលើកឡើងជូនប្រិយមិត្តអញ្ចឹងថាប្រទេសកូរ៉េខាងជើងនៅក្នុងអំឡុងសង្គ្រាមត្រជាក់គឺមានការគាំទ្រយ៉ាងពេញទំហឹងពីសហភាពសូវៀតក៏ប៉ុន្តែ
សង្គ្រាមត្រជាក់ក៏បានបិទបញ្ចប់នៅក្នុងឆ្នាំ1991នៅពេលនោះកូរ៉េខាងជើងមានតែជម្រើសមួយគត់គឺមកស្និទ្ធស្នាលជាមួយនឹងប្រទេសចិនដើម្បីរកការគ្រប់គ្រងនានាពីរបបក្រុងប៉េកាំងក៏ប៉ុន្តែទំនាក់ទំនងចិននិងកូរ៉េខាងជើងនាពេលនោះគឺមិនសូវមានភាពស្អិតរមួតប្រមាណទេបើទោះបីជាកូរ៉េខាងជើងមកស្និទ្ធស្នាលជាមួយនឹងចិនក៏ពិតមែនក៏ប៉ុន្តែចិនក៏បានទៅស្និទ្ធស្នាលជាមួយនឹងកូរ៉េខាងត្បូងដូចគ្នាដែរប៉ុន្តែនៅក្នុងន័យសេដ្ឋកិច្ចប៉ុណ្ណោះមានន័យថាប្រទេសកូរ៉េខាងត្បូងនិងប្រទេសចិនបានផ្ដោះដូរពាណិជ្ជកម្មយ៉ាងរមួតជាមួយនឹងគ្នានៅពេលនោះហើយទំនាក់ទំនងនេះបានធ្វើឲ្យប្រទេសកូរ៉េខាងជើងនឹងអត់សូវសប្បាយចិត្តប្រមាណទេក៏ប៉ុន្តែខ្លួនអត់មានជំរឿសទេជំរឿសរបស់ខ្លួនគឺត្រូវតែមកស្និទ្ធស្នាលជាមួយនឹងចិនដើម្បីរកការគ្រប់គ្រងដោយសារតែនៅពេលនោះនៅក្នុងទសវត្សរ៍ឆ្នាំ90ឆ្នាំចូលឆ្នាំ2000ហ្នឹងប្រទេសកូរ៉េខាងជើងហ្នឹងបានជួបគ្រោះទុក្ខរភឹកដ៏លំបាកលំបិនមួយប្រជាជនអត់មានអាហារហូបចុករាជរដ្ឋាភិបាលខ្វះធនធាននានាហើយចិនក៏បានផ្ដល់ជំនួយក្នុងលក្ខណៈជាស្បៀងអាហារប្រេងឥន្ធនៈជាដើមដើម្បីជួយគ្រប់គ្រងរបបត្រកូលគឹមហ្នឹងអត់ឲ្យដួលរលំបានអញ្ចឹងនៅក្នុងទសវត្សរ៍នោះទោះបីជាមានអ្នកតំណងរៀងរកម្មរកុសបន្តិចខ្មែនប៉ុន្តែខ្លួននៅតែជួយកូរ៉េខាងជើងដដែលទេអត់ឲ្យអំណាចត្រកូលគឹមដួលរលំបានទេនៅក្នុងកលៈទេសៈណាក៏អត់អាចអនុញ្ញាតឲ្យរបបក្រុងព្យុងយ៉ាងដួលរលំបានដែរនេះនៅក្នុងខ្សែភ្នែករបស់មេដឹកនាំចិនឥឡូវនេះយើងចូលចំណុចថ្មីមួយទៀតគឺនិយាយអំពីទីតាំងភូមិសាស្ត្រសារៈសំខាន់ទីតាំងភូមិសាស្ត្ររបស់ប្រទេសកូរ៉េខាងជើងដែលប្រទេសចិនចាត់ទុកជាតំបន់ទ្រនាប់ដ៏សំខាន់មួយដែលចិនមិនអាចខ្វះបានគ្រប់កលៈទេសៈណានាទាំងអស់ដូច្នេះនៅក្នុងខ្សែភ្នែកចិនទីតាំងភូមិសាស្ត្ររបស់កូរ៉េខាងជើងដែលស្ថិតនៅជាប់ចិនមួយភាគធំដែលព្រំដែនរបស់ខ្លួននៅភាគខាងជើងនឹងជាប់ចិនទាំងអស់តែម្ដងដូច្នេះដែនដីរបស់កូរ៉េខាងជើងចិនចាត់ទុកថាជាតំបន់ទ្រនាប់ដ៏សំខាន់មួយដែលខ្លួនមិនអាចខ្វះបានទេដើម្បីខណ្ឌចែកដែនឥទ្ធិពលអំណាចរវាងសហរដ្ឋអាមេរិកនិងចិនអញ្ចឹងប្រិមិត្តចាប់អារម្មណ៍ទៅលើចំណុចនេះបន្តិចនេះគឺជាចំណុចដែលបង្ហាញអំពីមូលដ្ឋានយោធាសំខាន់របស់សហរដ្ឋអាមេរិកប្រចាំការនៅកូរ៉េខាងត្បូងនិងនៅជប៉ុនគឺបើយោងទៅតាមប្រភពនានាជាច្រើនណាគេបានស្រង់របាយការណ៍ផ្សេងៗគ្នាស្ដីអំពីវត្តមានមូលដ្ឋានយោធារបស់អាមេរិកនៅកូរ៉េខាងត្បូងនិងនៅជប៉ុនតែបើយោងទៅតាមសេវាស្រាវជ្រាវសភាអាមេរិកដែលហៅកាត់ជាភាសាអង់គ្លេសថា CRS បានចេញផ្សាយនៅក្នុងឆ្នាំ2024ថ្មីនឹងទេបានរាយការណ៍ថាមូលដ្ឋានយោធាអាមេរិកប្រចាំនៅកូរ៉េខាងត្បូងមានសរុប9មូលដ្ឋានចំណែកឯនៅប្រទេសជប៉ុនវិញគឺមានរហូតដល់14មូលដ្ឋានឯណោះក៏ប៉ុន្តែបើយោងទៅតាមការប៉ាន់ស្មានរបស់អ្នកជំនាញយោធាមួយចំនួនណាគេបានលើកឡើងថាតួលេខនេះប្រហែលជាគេរាប់តែមូលដ្ឋានសំខាន់និងមូលដ្ឋានធំតែប៉ុណ្ណោះដោយគេអត់រាប់ចូលមូលដ្ឋានរីរងឬក៏គ្រឿងកន្លែងដាក់បរិក្ខារតូចទេអាហ្នឹងមានន័យថាម៉េច CRS គេធ្វើការរាប់តែកន្លែងមូលដ្ឋានធំរបស់សហរដ្ឋអាមេរិកប្រចាំនៅប្រទេសជប៉ុននិងនៅកូរ៉េខាងត្បូងអត់រាប់កន្លែងផ្សេងតូចប៉ុន្តែដូចអ្វីដែលយើងលើកឡើងអញ្ចឹងគឺថាអានេះវាគ្រាន់តែជាវាចេញមកពីការស្រាវជ្រាវរបស់សហរដ្ឋអាមេរិកតែម្ដងប៉ុន្តែបើយោងទៅតាមកាសែត Al Jazeera ណាបានចេញផ្សាយរបាយការណ៍មួយផ្សាយថានៅក្នុងឆ្នាំ2021របាយការណ៍ហ្នឹងវាចេញផ្សាយនៅឆ្នាំហ្នឹងហើយមូលដ្ឋានយោធាអាមេរិកប្រចាំការនៅប្រទេសជប៉ុននោះមានរហូតទៅដល់120មូលដ្ឋានឯណោះរីឯនៅកូរ៉េខាងជើងវិញគឺមាន73មូលដ្ឋាននេះបើយោងទៅតាមកាសែត Al Jazeera នៅក្នុងនេះគេប្រហែលជាអាចរាប់ទាំងមូលដ្ឋានយោធាតូចធំផងកន្លែងជំរំបណ្ដោះអាសន្នកន្លែងដាក់គ្រឿងបរិក្ខារយោធារីរងជាដើមបានវាមានតួលេខច្រើនដល់ថ្នាក់ហ្នឹងវាខុសពី CRS គេរាប់តែមូលដ្ឋានធំនិងកន្លែងគ្រឿងបរិក្ខារសំខាន់តែប៉ុណ្ណោះអានេះនិយាយពីមូលដ្ឋានតែបើនិយាយពីវត្តមានយោធាវិញណាចំនួនកងទ័ពយោធារបស់អាមេរិកប្រចាំការនៅប្រទេសកូរ៉េខាងជើងនិងកូរ៉េខាងត្បូងគឺតួលេខចេញពីច្រើនប្រភពផ្សេងគ្នាប៉ុន្តែតួលេខទាំងអស់ហ្នឹងគឺប្រហែលគ្នាទេអត់ខុសគ្នាច្រើនប្រហែលខុសគ្នាត្រឹម100នាក់80នាក់100នាក់អីប៉ុណ្ណឹងឯងបើយោងទៅតាមសេវាស្រាវជ្រាវសភាអាមេរិក CRS ខាងលើដដែលហ្នឹងចេញផ្សាយនៅក្នុងរបាយការណ៍មួយគិតត្រឹមខែមីនាឆ្នាំ2024កងទ័ពសកម្មរបស់សហរដ្ឋអាមេរិកមានប្រមាណជា81,000នាក់ត្រូវបានចាត់តាំងប្រចាំការជាអចិន្ត្រៃយ៍នៅ Indo-Pacific នៅក្នុងនោះមានប្រហែលជា54,000នាក់ត្រូវបានចាត់តាំងឲ្យប្រចាំការនៅឯប្រទេសជប៉ុនរីឯ24,000នាក់ផ្សេងទៀតកំពុងឈរជើងយ៉ាងសកម្មនៅក្នុងប្រទេសកូរ៉េខាងត្បូងប៉ុន្តែនេះខ្ញុំលើកតែពីវត្តមានយោធាជាមួយនឹងមូលដ្ឋានយោធាតែប៉ុណ្ណោះកងទ័ពនិងមូលដ្ឋានយោធាប៉ុន្តែបើយើងត្រួតពិនិត្យទៅមើលឯកសារមួយចំនួនផ្សេងទៀតណាមានជនហោះមាននាវាចម្បាំងជាច្រើនផ្សេងទៀតដែលត្រូវបានពង្រាយនៅក្នុង
តំបន់ Indo-Pacific នេះដោយសហរដ្ឋអាមេរិកមានន័យថាអាវុធសភាវុធទាំងអស់នោះគឺតំណាងឲ្យកិត្យានុភាពរបស់អាមេរិកតែម្ដងនៅក្នុង Indo-Pacific នេះដើម្បីអ្វីដើម្បីរក្សាសណ្ដាប់ធ្នាប់សន្តិសុខតំបន់និងការពារទៅលើសម្ព័ន្ធមិត្តយោធាសម្ព័ន្ធមិត្តនានារបស់អាមេរិកនៅក្នុងតំបន់អញ្ចឹងទៅក៏ប៉ុន្តែយើងសួរថាតើដែនឥទ្ធិពលអំណាចរបស់អាមេរិកនៅលើកូរ៉េខាងត្បូងហើយនិងនៅលើដែនដីជប៉ុននោះវាមានន័យយ៉ាងដូចម្ដេចទៅលើប្រទេសចិនអញ្ចឹងវត្តមានយោធាអាមេរិកនៅលើទឹកដីកូរ៉េខាងត្បូងនិងនៅជប៉ុននោះនៅក្នុងខ្សែភ្នែករបស់ចិនណាចាត់ទុកនោះគឺជាការគំរាមកំហែងដោយផ្ទាល់ដោយសន្តិសុខរបស់ប្រទេសចិនដូច្នេះហើយចិននេះត្រូវតែក្តាប់ឲ្យបានឬធានាឲ្យជាប់នៅវត្តមានត្រកូលគីមដឹកនាំកូរ៉េខាងជើងដើម្បីប្រឆាំងនិងរាំងខ្ទប់ដែនអំណាចដែលស្ថិតនៅក្នុង Indo-Pacific នោះរាំងខ្ទប់ជាមួយនឹងអំណាចទាំងនោះដែលតំណាងឲ្យសហរដ្ឋអាមេរិកក្នុងការប្រឆាំងប្រជែងឥទ្ធិពលគ្នានៅក្នុងតំបន់ Indo-Pacific អញ្ចឹងនៅក្នុងខ្សែភ្នែករបស់មេដឹកនាំចិនគឺកូរ៉េខាងជើងពិតជាមានសារៈសំខាន់ខ្លាំងណាស់បើយើងត្រួតពិនិត្យទៅមើលការប្រកួតប្រជែងភូមិសាស្ត្រនយោបាយរវាងមហាអំណាចទាំងពីរនៅក្នុងតំបន់ Indo-Pacific នេះវត្តមានយោធាទាំងនោះក៏ធ្វើឲ្យចិនមានអារម្មណ៍ថាត្រូវបានគេឡោមព័ទ្ធធ្វើស៊ីខ្លួនហើយមានន័យថាម៉េចមានន័យថាវត្តមានទាំងអស់ហ្នឹងចឹងបងប្អូនអាចមើលដែនឥទ្ធិពលអំណាចរបស់អាមេរិកបានដែលមាននៅជប៉ុនមាននៅកូរ៉េខាងត្បូងហើយនៅកោះហ្គាំនៅក្នុង Indo-Pacific ហ្នឹងហើយចូលមកដល់ហ្វីលីពីនទៀតហើយមកដល់សិង្ហបុរីអីទៀតហ្នឹងជាខ្សែដែលខណ្ឌចែកដែរដែនអំណាចរបស់សហរដ្ឋអាមេរិកអញ្ចឹងនៅក្នុងតំបន់នោះចិនមានតែប្រមាណទេបើគិតទៅដែនអំណាចខណ្ឌចែករវាងអាមេរិកហើយនិងចិនមានកូរ៉េខាងជើងប្រជុំកោះស្ប៉ាត់រីនិងប៉ារ៉ាសែលដែលចិនព្យាយាមបង្កើតកោះសព្វនិមិត្តជាច្រើននៅក្នុងនៅតំបន់ថ្មប្រប្រាស់ទឹកហ្នឹងរួមទាំងតំបន់កោះប្រជុំកោះស្ប៉ាត់រីនិងតំបន់ប្រជុំកោះប៉ារ៉ាសែលផងដែររួមទាំងកោះសព្វនិមិត្តជាច្រើនផ្សេងទៀតដែលចិនបានសាងសង់ព្រមទាំងបានបំពាក់គ្រឿងបរិក្ខារយោធាឧបករណ៍ប្រឆាំងមីស៊ីលយន្តហោះចម្បាំងនាវាចម្បាំងគ្រប់ប្រភេទនៅទីនោះដើម្បីធ្វើជាខ្សែត្រៀមជួរមុខទល់នឹងអំណាចរបស់អាមេរិកវត្តមានយោធាទាំងនោះក៏នឹងផ្ដល់សមត្ថភាពឲ្យសហរដ្ឋអាមេរិកក្នុងការចូលអន្តរាគមន៍ជួយកូរ៉េខាងត្បូងជប៉ុនឬក៏សម្ព័ន្ធមិត្តមួយចំនួនទៀតនៅក្នុងអាស៊ានដូចជាហ្វីលីពីនសិង្ហបុរីឥណ្ឌូនេស៊ីប្រសិនបើប្រទេសហ្នឹងមានចំនួនដែនសមុទ្រជាមួយនឹងប្រទេសចិនដូចយើងដឹងស្រាប់ទាំងអស់គ្នាហើយថាបញ្ហាសមុទ្រចិនខាងត្បូងគឺជារឿងដ៏រ៉ាំរ៉ៃមិនអាចដោះស្រាយបានទេដោយសារតែដែនសមុទ្រនេះវាធំធេងហើយចិននឹងបានគូយកដែនសមុទ្រចិនខាងត្បូងនេះសឹងតែទាំងស្រុងហើយអញ្ចឹងនៅក្នុងដែនបញ្ហាដែនសមុទ្រនេះប្រទេសចិនមានចំនួនជាមួយនឹងវៀតណាមជាមួយនឹងតៃវ៉ាន់ជាមួយនឹងហ្វីលីពីនជាមួយនឹងប្រុយណេនិងប្រទេសមួយចំនួនទៀតដែលខ្ញុំមិនបានរៀបរាប់អស់ទេប៉ុន្តែគាត់តែដឹងថានៅក្នុងតំបន់នេះគឺមានប្រទេសដែលមានចំនួនជាមួយនឹងចិនភាគច្រើនគឺជាសម្ព័ន្ធមិត្តឬក៏មានភាពស្និទ្ធស្នាលជាមួយនឹងសហរដ្ឋអាមេរិកដើម្បីខ្ចីឥទ្ធិពលរបស់សហរដ្ឋអាមេរិកមកទប់នឹងដែនឥទ្ធិពលរបស់ចិននៅក្នុងតំបន់ដូចគ្នាអញ្ចឹងដែរវត្តមានយោធាអាមេរិកទាំងនោះអាចអនុញ្ញាតឲ្យអាមេរិកចូលអន្តរាគមន៍យោធាមួយរំពេចចូលជួយកោះតៃវ៉ាន់បើសិនបើមានលេចចេញនៅសេណារីយ៉ូណាមួយពីប្រទេសចិនក្នុងការប្រើយោធាដើម្បីបង្រួបបង្រួមចិនជាមួយនឹងចិនដីគោកនិងចិនតៃវ៉ាន់ជាចិនតែមួយឡើងវិញហើយកន្លងមកសាធារណរដ្ឋប្រជាមានិតចិនក៏ធ្លាប់បានប្រកាសជាច្រើនដងហើយថាប្រសិនបើក្នុងករណីកោះតៃវ៉ាន់ហ៊ានតែប្រកាសឯករាជ្យនោះចិននឹងធ្វើអន្តរាគមន៍យោធាមួយរំពេចដើម្បីរំលំរបបទីក្រុងតៃប៉េយើងឃើញថាអាមេរិកអាចនឹងប្រើមូលដ្ឋានយោធាដែលមានវត្តមាននៅជប៉ុននិងនៅកូរ៉េខាងត្បូងដើម្បីចូលជួយកោះតៃវ៉ាន់បានហើយសេណារីយ៉ូនេះយើងមិនអាចវិតម្លៃបានថាវាអាចកើតមានឬអត់ទេក៏ប៉ុន្តែលទ្ធភាពតែអាចទៅរួចគឺវាមានកើតមានមែនអាមេរិកមិនដែលបង្ហាញថាខ្លួននឹងចូលអន្តរាគមន៍យោធាទៅលើការឈ្លានពានរបស់ចិនចូលវាយរំលំរបបក្រុងតៃប៉េក៏ពិតមែនក៏ប៉ុន្តែជាទូទៅហើយនឹងក្នុងការប្រកួតប្រជែងគ្នាអំណាចនៅក្នុង Indo-Pacific សហរដ្ឋអាមេរិកបានគ្រប់គ្រងយ៉ាងពេញទំហឹងនឹងមនុស្សម្នាក់ឬក៏ជាសម្ព័ន្ធមិត្តមួយដែលឲ្យទីក្រុងតៃប៉េអាចពឹងពាក់បាននៅក្នុងគ្រាកសោណាមួយហើយដូចគ្នាអញ្ចឹងដែរសារៈសំខាន់របស់កោះតៃវ៉ាន់នៅលើពិភពលោកនេះគឺមិនអាចកាត់ថ្លៃបានទេក្រុមហ៊ុន TSMC ដែលផលិត Semiconductor គ្រប់គ្រងទូទាំងពិភពលោកនេះគឺតៃវ៉ាន់នេះគឺមានសមត្ថភាពខ្ពស់ណាស់ក្នុងការផលិតSemiconductor ហ្នឹងឡើងតាក់ទងនឹង chip តាក់ទងនឹងអីហ្នឹងគឺកោះតៃវ៉ាន់ខ្លាំងណាស់អញ្ចឹងបើសិនជាក្នុងករណីដែលចិនតែសោបយកកោះតៃវ៉ាន់បានវានឹងធ្វើឲ្យចិនគ្រប់គ្រងទៅលើសមុទ្រផលិតកម្មទាំងអស់នោះហើយនឹងប៉ះពាល់ប្រយោជន៍
ដល់សហរដ្ឋអាមេរិកនិងប្រទេសមួយចំនួនទៀតអញ្ចឹងអាមេរិកនឹងពិចារណាមើលថាតើបើសិនជាចិនវាយកោះតៃវ៉ាន់អញ្ចឹងខ្លួននឹងអាចអន្តរាគមន៍យោធាចូលជួយកោះតៃវ៉ាន់អត់អញ្ចឹងសង្គ្រាមដែនសមុទ្រពេលនោះនឹងកើតឡើងហើយច្បាស់ណាវត្តមានយោធាដែលនៅកូរ៉េខាងត្បូងហើយនឹងនៅជប៉ុនអាមេរិកនឹងចល័តនាវាយន្តហោះចម្បាំងចេញពីមូលដ្ឋានទាំងនោះដើម្បីមកវាយតទល់នៅក្នុងសង្គ្រាមនេះហើយអានេះគឺជាសេណារីយ៉ូមួយដែលយើងអាចនិយាយផាត់ចោលបានទេហើយអានេះគឺជារឿងសំខាន់ណាស់ដែលចិនអត់អាចមើលរំលងបានទេអញ្ចឹងបានខ្ញុំនិយាយថាដែនឥទ្ធិពលអំណាចរបស់អាមេរិកនៅ Indo-Pacific ដែលមានវត្តមាននៅលើទឹកដីរបស់កូរ៉េខាងត្បូងនិងនៅជប៉ុននេះគឺជាការគំរាមកំហែងដោយផ្ទាល់ដល់ប្រទេសចិនហើយកូរ៉េខាងជើងនេះគឺជាដែនឥទ្ធិពលឬគឺជាតំបន់ទ្រនាប់ដ៏សំខាន់ខណ្ឌចែកអំណាចទាំងពីរនេះមិនអាចនៅជាប់គ្នាបានដើម្បីឲ្យវាមានតរយៈភាពអំណាចនៅក្នុងតំបន់ទើបប្រទេសទាំងពីរហ្នឹងមហាអំណាចទាំងពីរហ្នឹងអត់អាចប៉ះទង្គិចធំក្នុងរូបភាពណាមួយបានហើយចំពោះមេរៀនប្រវត្តិសាស្ត្រការផ្ទុះឡើងនៃសង្គ្រាមកូរ៉េក្នុងឆ្នាំ1950ឆ្នាំ1953បានរារាំងគម្រោងការរបស់ម៉ៅស៊ីតុងក្នុងការវាយយកតៃវ៉ាន់ម្ដងរួចបាត់ហើយនៅពេលដែលម៉ៅស៊ីតុងបានគ្រប់គ្រងប្រទេសចិនហ្នឹងគាត់មានគម្រោងក្នុងការវាយយកតៃវ៉ាន់ហើយក្នុងការផ្ដាច់យកតៃវ៉ាន់ទាំងអស់មានន័យថាផ្ដាច់ឬគល់ជីកស្មៅជីកទាំងរឹសអត់ឲ្យមានអំណាចរបស់ចាងកាជានៅគេហៅថាចិនសេរីណាចិនសេរីនៅលើដែនកោះហ្នឹងទៀតទេវាយគឺជីកស្មៅជីកទាំងរឹសអត់ទុកឲ្យមានផ្លាកការដុះមកដូចសពថ្ងៃហ្នឹងបានទេហ្នឹងអ្វីដែលម៉ៅស៊ីតុងគាត់ចង់ធ្វើហើយការផ្ទុះឡើងនៃសង្គ្រាមកូរ៉េហ្នឹងស្រាប់តែវារាំងខ្ទប់មហិច្ឆតារបស់គាត់ហ្នឹងក្នុងការវាយយកដែនកោះតៃវ៉ាន់អញ្ចឹងទៅក៏មេរៀនប្រវត្តិសាស្ត្រនេះចិនចាំទុកមករហូតហើយបន្តទៅទៀតយើងចាំមើលតើលទ្ធភាពដែលខ្ញុំបាននិយាយឡើងលើហ្នឹងវាអាចកើតមានឡើងឬអត់ដែរអាមេរិកអាចទៅចូលជួយកោះតៃវ៉ាន់ទេបើសិនបើមានការឈ្លានពានពីសំណាក់ប្រទេសចិនហើយសេណារីយ៉ូនេះគឺជាសេណារីយ៉ូក្តៅមែនទែននៅក្នុងដែនសមុទ្រចិនខាងត្បូងនេះឥឡូវនេះយើងចូលមកមើលទំនាក់ទំនងខាងផ្នែកសេដ្ឋកិច្ចវិញម្ដងបាទទោះបីជាទីតាំងភូមិសាស្ត្ររបស់កូរ៉េខាងជើងបានដើរតួនាទីជាតំបន់ទ្រនាប់ដ៏សំខាន់របស់ប្រទេសចិនយ៉ាងណាក្តីប្រទេសទាំងពីរនេះក៏បានផ្ដោះប្ដូរពាណិជ្ជកម្មជាមួយគ្នាយ៉ាងស្អិតរមួតផងដែរហើយដូចដែលយើងដឹងទាំងអស់គ្នាហើយថាប្រទេសកូរ៉េខាងជើងនេះគឺជាប្រទេសមួយនៅក្នុងចំណោមប្រទេសជាច្រើននៅក្នុងពិភពលោកដែលទទួលរងទណ្ឌកម្មយ៉ាងគំហុកនិងច្រើនលើសលប់ពីសំណាក់សហគមន៍អឺរ៉ុបសហរដ្ឋអាមេរិកនិងអង្គការសហប្រជាជាតិជាដើមវាថាប្រទេសនេះណាបើដកតែចិនចេញមួយអត់មានប្រទេសណារស់ស៊ីជាមួយនឹងកូរ៉េខាងជើងទេប្រទេសនេះគឺរស់ស៊ីតែជាមួយចិនតែមួយគត់ហើយចំណូលរបស់ប្រទេសនេះក្រៅតែពីពាណិជ្ជកម្មផ្ដោះប្ដូរពាណិជ្ជកម្មជាមួយនឹងប្រទេសចិនការដែលខ្លួនរកលុយដើម្បីមកផ្គត់ផ្គង់នឹងដំណើរការប្រទេសឬក៏ដើម្បីដំណើរការរាជរដ្ឋាភិបាលរបស់ខ្លួនបានហ្នឹងគឺតាមរយៈគេហៅថា cyber scam ឬក៏ឧក្រិដ្ឋកម្មតាមប្រព័ន្ធអ៊ីនធឺណិតហ្នឹងហើយព័ត៌មានជាច្រើនណាស់ដែលបានផ្សាយថាកូរ៉េខាងជើងនេះក្រុម hacker កូរ៉េខាងជើងគឺក្រុមដែលខ្ញុំស្គាល់គឺ Lazarus Group ក្រុមនេះបានដើរ hack ធនាគារ hack crypto hack ច្រើនមែនទែនក្នុងទឹកប្រាក់ហ្នឹង1លានដុល្លារឯណោះហើយចំណូលនេះគឺជាចំណូលបានមកពីការ hacker ហ្នឹងណាវាជាចំណូលធំមួយសម្រាប់ជាតិរបស់ប្រទេសកូរ៉េខាងជើងតែម្ដងក្រៅតែពីដោះដូរពាណិជ្ជកម្មជាមួយនឹងចិននោះសប្តាហ៍នេះចិនគឺជាដៃគូពាណិជ្ជកម្មដ៏ធំបំផុតរបស់ក្រុងភ្ជុងយ៉ាងអញ្ចឹងនៅក្នុងនេះខ្ញុំចង់បង្ហាញតួលេខមួយចំនួនដែលប្រិយមិត្តអាចមើលតួលេខនេះបានមានន័យថាម៉េចតួលេខនេះវាបង្ហាញថាកូរ៉េខាងជើងហ្នឹងគឺពឹងពាក់ខ្លាំងណាស់ទៅលើពាណិជ្ជកម្មជាមួយនឹងចិនបើសិនជាអត់មានដៃគូពាណិជ្ជកម្មចិននេះទេកូរ៉េខាងជើងនឹងជួបទុក្ខលំបាកធ្ងន់ធ្ងរណាស់ចឹងបើយើងមើលតួលេខនេះប្រទេសចិនបាននាំផលិតផលរបស់ខ្លួននឹងចូលទៅក្នុងប្រទេសកូរ៉េខាងជើងនឹងមានចំនួនរហូតដល់ 98.9% ឯណោះនៅក្នុងឆ្នាំ2023ហើយផ្ទុយមកវិញកូរ៉េខាងជើងបាននាំចូលផលិតផលរបស់ខ្លួននឹងចូលទៅក្នុងទីផ្សារប្រទេសចិននឹងមានចំនួន 96.7% ដូចគ្នានៅក្នុងឆ្នាំដដែលហ្នឹងនៅក្នុងវិស័យសេដ្ឋកិច្ចណាមិនមែនចិនមិនអាចរស់ខ្វះកូរ៉េខាងជើងបានទេប៉ុន្តែកូរ៉េខាងជើងគឺជាប្រទេសដែលរស់នៅមិនអាចខ្វះចិនបានមិនអាចខ្វះដៃគូពាណិជ្ជកម្មឬក៏ការគ្រប់គ្រងពាណិជ្ជកម្មពីសាធារណរដ្ឋប្រជាមានិតចិនបានទេនេះបើយើងនៅក្នុងនៃសេដ្ឋកិច្ចតែបើនៅក្នុងនៃភូមិសាស្ត្រនយោបាយប្រទេសទាំងពីរនេះគឺស្អិតរមួតទាំងគ្នាណាมันអាចអត់គ្នាបានទេចិនក៏មិនអាចអត់វត្តមានរបស់កូរ៉េខាងជើងបានរីឯវត្តមានរបស់ប្រទេសចិនក៏សំខាន់ខ្លាំងណាស់ដែរចំពោះកូរ៉េខាងជើង
ហើយចិនកំពុងតែបន្តពង្រឹងនិងពង្រីកបន្ថែមទៀតនៅចំណងទំនាក់ទំនងសេដ្ឋកិច្ចនេះដោយបានកសាងផ្លូវរថភ្លើងតភ្ជាប់រវាងទីក្រុងដានដុងទៅទីក្រុងសិនយ៉ាងប្រទេសចិនហើយនឹងការបើកតំបន់សេដ្ឋកិច្ចពិសេសនៅតាមខេត្តជាប់ព្រំដែនរបស់ប្រទេសចិនជាដើមហើយផលិតផលដែលសំខាន់បំផុតដែលចិននាំចេញពីកូរ៉េខាងជើងចូលទៅទីផ្សារប្រទេសចិនហ្នឹងគឺតាក់ទងទៅនឹងធនធានធម្មជាតិដូចជារ៉ែជុងថ្មអីជាដើមអញ្ចឹងខ្ញុំសូមសរុបមកវិញបន្តិចនៅក្នុងន័យសេដ្ឋកិច្ចចិនអាចខ្វះកូរ៉េខាងជើងបានតែកូរ៉េខាងជើងមិនអាចរស់នៅដោយខ្វះចិនបានទេក៏ប៉ុន្តែនៅក្នុងន័យភូមិសាស្ត្រនយោបាយវិញប្រទេសទាំងពីរនេះគឺរឹងរិតតែមិនអាចរស់នៅដោយខ្វះភាគីណាម្នាក់បានទេចឹងមកដល់ឡែងនេះយើងត្រូវចោទសួរថាតើបច្ចុប្បន្នហ្នឹងអត្ថប្រយោជន៍របស់ប្រទេសចិនទៅលើឧបទ្វីបកូរ៉េហ្នឹងគឺចិនផ្ដោតទៅលើរឿងអ្វីខ្លះចំពោះអត្ថប្រយោជន៍របស់ប្រទេសចិននៅក្នុងឧបទ្វីបកូរ៉េចំពោះមុខចិនក៏ចង់បានឲ្យឧបទ្វីបនេះគ្មានការប្រណាំងប្រជែងសភាវុធនិងអាវុធនុយក្លេអ៊ែរអញ្ចឹងដែរហ្នឹងនៅក្នុងចិនអ្វីដែលចិនធ្លាប់បានលើកឡើងក៏ប៉ុន្តែផ្ទុយមកវិញចិនបានតែនិយាយអញ្ចឹងទេចិនអត់បានចូលរួមក្នុងការគ្រប់គ្រងពេញដៃពេញជើងក្នុងការដាក់សម្ពាធទៅលើរបបតកូលគីមឲ្យបោះបង់កម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួនទេចិនបន្តការគ្រប់គ្រងផ្នែកសេដ្ឋកិច្ចផ្នែកការទូតបន្ថែមទៀតដល់ក្រុងព្យុងយ៉ាងនៅក្នុងខ្សែភ្នែករបស់ចិនការដាក់ទណ្ឌកម្មសេដ្ឋកិច្ចទណ្ឌកម្មផ្សេងៗនានាដែលដឹកនាំដោយសហរដ្ឋអាមេរិកនិងមជ្ឈមណ្ឌលនឹងដាក់ខ្លាំងជ្រុលវាអាចធ្វើឲ្យរបបក្រុងព្យុងយ៉ាងដួលរំលំបានយ៉ាងមួយរំពេចហើយការដួលរំលំទៅនៃក្រុងព្យុងយ៉ាងគឺជារូបភាពដែលចិនមិនអាចទទួលយកបានទេប្រសិនបើជាកូរ៉េខាងជើងដួលរលំហើយស្ថិតនៅក្នុងការគ្រប់គ្រងរបស់កូរ៉េខាងត្បូងនោះគឺមានន័យថាដែនអំណាចរបស់សហរដ្ឋអាមេរិកនៅឥណ្ឌូប៉ាស៊ីហ្វិកនេះគឺខិតមកជាប់នឹងរបងផ្ទះរបស់ប្រទេសចិនហើយដូច្នេះសេណារីយ៉ូនេះគឺជាសេណារីយ៉ូដែលចិនមិនអាចទទួលយកបានតទៅសោះដូចនេះហើយចិនគ្រប់គ្រងកូរ៉េខាងជើងចិនក៏ធ្លាប់បានជំទាស់ច្រើនដងមកហើយក្នុងការចេញសេចក្តីសម្រេចក្នុងការដាក់ទណ្ឌកម្មសេដ្ឋកិច្ចទៅលើកូរ៉េខាងជើងហើយលើโลกនេះគ្មានប្រទេសណាដែលមានឥទ្ធិពលលើរបបក្រុងព្យុងយ៉ាងដូចចិនទេមានតែចិនទេអាចនិយាយជាមួយកូរ៉េខាងជើងហើយកូរ៉េខាងជើងអាចស្ដាប់បានមានតែចិនមួយគត់ដែលអាចដាក់សម្ពាធឲ្យកូរ៉េខាងជើងចូលតុនិយាយពិភាក្សាគ្នាបានក្រៅតែប៉ុណ្ណោះកូរ៉េខាងជើងនេះគ្មានគោរពគ្មានស្ដាប់នរណាទេខ្លួនជាប្រទេសកុម្មុយនីសហើយជាមហាអំណាចអាវុធនុយក្លេអ៊ែរមួយនៅក្នុងតំបន់ផងដូច្នេះខ្លួនរៀងកោងកាចបន្តិចហើយកូរ៉េខាងជើងរៀងមានអំណួតបន្តិចនៅក្នុងតំបន់នេះហើយម្ដងម្កាលវត្តមានរបស់កូរ៉េខាងជើងនេះបានគម្រាមទៅលើសន្តិសុខតំបន់គម្រាមទៅលើកូរ៉េខាងត្បូងគម្រាមលើជប៉ុននៅជាដើមហើយចិនតែងតែប្រើឥទ្ធិពលនេះក្នុងការដាក់សម្ពាធឬក៏ធ្វើការគម្រាមកំហែងតតែម្ដងទៅដល់ប្រទេសដែលជាសម្ព័ន្ធមិត្តរបស់ប្រទេសសហរដ្ឋអាមេរិកនៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនេះហើយចំពោះចិនអត្ថប្រយោជន៍មួយទៀតហ្នឹងគឺចិនតែងតែចង់បានស្ថិរភាពនៅក្នុងឧបទ្វីបកូរ៉េនេះមានន័យថាអត់ចង់ឲ្យមានចំនួនឬក៏ភាពអស្ថិរភាពណាមួយនៅក្នុងតំបន់ឧបទ្វីបកូរ៉េនេះទេចិនចង់ឲ្យស្ថានភាពសពថ្ងៃហ្នឹងនៅតែបន្តអញ្ចឹងដើម្បីអីវាអត់នឹងបំផ្លាញដល់សន្តិសុខជាតិរបស់កូរ៉េខាងជើងនិងប្រទេសចិនផងខ្លួនការពារមិនឲ្យត្រកូលគីមដួលរលំទេហើយនឹងរារាំងគ្រប់សង្គ្រាមទាំងអស់ដែលអាចកើតមានឡើងនៅក្នុងឧបទ្វីបកូរ៉េណាលទ្ធភាពដែលអាចកើតមានឡើងនៅឧបទ្វីបកូរ៉េព្រោះថាការណាដែលឧបទ្វីបនេះអស្ថិរភាពការគម្រាមកំហែងដល់សន្តិសុខចិនក៏នឹងកើតមានតាមនោះដែរដោយសារតែកូរ៉េខាងជើងគឺវានៅជាប់នៅរបងផ្ទះរបស់ប្រទេសចិនតែម្ដងជាការតបស្នងទៅនឹងគុណបំណាច់នេះកូរ៉េខាងជើងក៏បានទទួលស្គាល់យ៉ាងពេញទំហឹងនៅគោលការណ៍ចិនតែមួយទទួលស្គាល់ថាកោះតៃវ៉ាន់ហ្នឹងគ្រាន់តែជាខេត្តដែនដីមួយតែប៉ុណ្ណោះរបស់ប្រទេសចិនហើយចំពោះករណីការរំលោភបំពានសិទ្ធិមនុស្សដែលប្រមាយការជាច្រើនរបស់មជ្ឈមណ្ឌលហ្នឹងបង្ហាញថាចិនបានរំលោភបំពានសិទ្ធិមនុស្សនៅឯខេត្តស៊ីនជាងនៅទីបេនិងទៅលើជនជាតិអ៊ុយហ្គូជាដើមនោះកូរ៉េខាងជើងអត់បាននិយាយអ្វីទេបញ្ហាជុំវិញបញ្ហានេះដោយសារតែខ្លួនគ្រប់គ្រងចិនយ៉ាងពេញទំហឹងហើយអញ្ចឹងខ្លួនមានរឿងអីដែលត្រូវនិយាយទៀតហើយកន្លែងនេះខ្ញុំចង់និយាយអំពីការរំសាយអាវុធនុយក្លេអ៊ែររបស់កូរ៉េខាងជើងបន្តិចដែរចឹងនៅក្នុងខ្សែភ្នែករបស់ចិនណាការបង្ខំឲ្យកូរ៉េខាងជើងរំសាយឬក៏បោះបង់ចោលនៅកម្មវិធីអាវុធនុយក្លេអ៊ែរនេះខ្លាំងពេកវាអាចឈានដល់ការរដួលរលំបាននៅរបបក្រុងព្យុងយ៉ាងមានន័យថានៅក្នុងរបបក្រុងព្យុងយ៉ាងបើដកអាវុធនុយក្លេអ៊ែរចេញអាចអំណាចរបស់ខ្លួននឹងរង្គោះរង្គើហើយដោយសារតែមានអាវុធ nuclear នេះឯងដែលជាតំណាងឲ្យកិត្តិយសភាពអំណាចរបស់គីមចុងអ៊ុននៅក្នុងប្រទេសកូរ៉េឬក៏ត្រកូលគីមនៅក្នុងកូរ៉េខាងជើងនឹងបានបើអត់អាវុធ nuclear ទៀតអញ្ចឹងប្រទេសនៅក្នុងតំបន់ហ្នឹងមាននរណាគេអាចទៅញញើតនៃវត្តមានរបស់កូរ៉េខាងជើងបាននោះជប៉ុននិងកូរ៉េខាងត្បូងនឹងអាងយ៉ាងបន្ថែមទៀតដែរទោះបីជាក្នុងផ្លូវការជាសាធារណៈ
ចិនថាអូអត់គ្រប់គ្រងចង់ឲ្យឃើញឧបទ្វីបនឹងអត់មានកម្មវិធីអាវុធនុយក្លេអ៊ែរនិងការបណ្ដាំងបញ្ចេញអាវុធនៅក្នុងតំបន់យ៉ាងណាក្តីក៏ប៉ុន្តែខ្លួននៅតែមិនអាចអនុញ្ញាតឲ្យកូរ៉េខាងជើងនឹងរំសាយអាវុធនុយក្លេអ៊ែរបានទេព្រោះវាជាកូនអុកដ៏សំខាន់មួយជាអាវុធដ៏សំខាន់មួយក្នុងការប្រជែងនឹងការដាក់សម្ពាធឬគំរាមបន្លាចទៅលើកូរ៉េខាងត្បូងនិងប្រទេសជប៉ុនបានជាទូទៅបើយើងមើលទៅរូបភាពធំណាចិនពិតជាមានកម្លាំងនិងមានអំណាចគ្រប់គ្រាន់ក្នុងការដាក់សម្ពាធទៅលើរបបក្រុងភ្យុងយ៉ាងបានយើងក៏ត្រូវដឹងដែរថាចិនមិនអាចកំណត់ឲ្យកូរ៉េខាងជើងធ្វើនេះធ្វើនោះតាមអ្វីដែលខ្លួនចង់បាននោះទេជាស្ដែងចាប់តាំងពីលោកគីមចុងអ៊ុនឡើងកាន់អំណាចនៅក្នុងឆ្នាំ2011មកដល់ឆ្នាំ2023ណាកូរ៉េខាងជើងនឹងបានធ្វើតេស្តសាកល្បងមីស៊ីលរហូតដល់150ដងហើយគ្រាន់តែនៅក្នុងឆ្នាំ2022មួយគត់មានការធ្វើតេស្តសាកល្បងរហូតដល់ទៅ69ដងឯណោះហើយនៅក្នុងការធ្វើតេស្តមីស៊ីលនៅក្នុងឆ្នាំ2022ហ្នឹងគេត្រូវបានចាត់ទុកថាជាឆ្នាំដែលកូរ៉េខាងជើងហ្នឹងធ្វើតេស្តសាកល្បងអាវុធគ្រាប់បែកមីស៊ីលរបស់ខ្លួនច្រើនជាងគេប្រចាំប្រវត្តិសាស្ត្ររបស់កូរ៉េខាងជើងអញ្ចឹងសរុបជារួមមកអ្វីដែលខ្ញុំបានរៀបរាប់ពីខាងលើមកនេះវាបានបង្ហាញយ៉ាងច្បាស់ហើយថាកូរ៉េខាងជើងនេះពិតជាមានសារៈសំខាន់ខ្លាំងណាស់ចំពោះប្រទេសចិនអញ្ចឹងនៅក្នុងគ្រប់កលៈទេសៈឬនៅក្នុងតម្លៃណាក៏ដោយក៏ចិនមិនអនុញ្ញាតឲ្យរបបក្រុងភ្យុងយ៉ាងនេះដួលរលំបាននោះទេនៅតែបន្តការគាំទ្រផ្នែកសេដ្ឋកិច្ចផ្នែកការទូតបន្ថែមទៀតទៅលើរបបក្រុងភ្យុងយ៉ាងប្រសិនបើកូរ៉េខាងជើងស្រាប់តែដួលរលំនោះក៏មានន័យថាប្រទេសចិននឹងទទួលការគំរាមកំហែងដោយផ្ទាល់តែម្ដងពីវត្តមានយោធារបស់អាមេរិកឬក៏ដែនអំណាចរបស់អាមេរិកដែលស្ថិតនៅក្នុងឥណ្ឌូប៉ាស៊ីហ្វិកហើយមានមូលដ្ឋានយោធានិងយោធាកងទ័ពជាច្រើននៅឯដែនដីរបស់ប្រទេសជប៉ុននិងនៅលើប្រទេសកូរ៉េខាងត្បូងចឹងអាសេណារីយ៉ូនេះគឺជាសេណារីយ៉ូក្តៅសេណារីយ៉ូដែលចិននឹងមិនអនុញ្ញាតឲ្យវាកើតមានបានទេនៅក្នុងប្រទេសកូរ៉េខាងជើងហើយតទៅមុខទៀតដូចគ្នាអញ្ចឹងដែរចិននៅតែបន្តការគ្រប់គ្រងផ្នែកការទូតផ្នែកសេដ្ឋកិច្ចបន្ថែមទៀតទៅលើកូរ៉េខាងជើងហើយនៅតែយកប្រទេសកូរ៉េខាងជើងនេះគឺជាកូនអុកដ៏សំខាន់ទុកលេងជាមួយនឹងកូរ៉េខាងត្បូងហើយនឹងប្រទេសជប៉ុននៅក្នុងតំបន់បើសិនជាប្រទេសនោះមានការសម្ញែងរិទ្ធធានភាពណាមួយនោះហើយសកម្មភាពថ្មីនេះទំនាក់ទំនងរវាងប្រទេសកូរ៉េខាងជើងនិងចិនហ្នឹងបានបង្ហាញបន្ថែមទៀតនៅក្នុងកម្មវិធីជួបហយាត្រាយោធារបស់ប្រទេសចិនប្រចាំឆ្នាំហ្នឹងដែលនៅក្នុងកម្មវិធីនោះនៅក្នុងប្រទេសចិននៅទីក្រុងប៉េកាំងទីលានធានអានមិនហ្នឹងបដិសណ្ឋារកិច្ចរបស់គេរៀបចំឲ្យកូរ៉េខាងជើងដើរនៅខាងឆ្វេងដៃប្រទេសចិនតែម្ដងនៅពេលដែលដើរចេញពីហលនៅទីលានធានអានមិនហ្នឹងហើយនៅខាងស្ដាំដៃគឺមានពូទីនអញ្ចឹងនេះវាបង្ហាញបន្ថែមទៀតថាប្រទេសទាំងពីរនេះទាំងកូរ៉េខាងជើងហើយនិងរុស្ស៊ីនេះគឺមានសារៈសំខាន់ណាស់ចំពោះប្រទេសចិនជាពិសេសហ្នឹងកូរ៉េខាងជើងនឹងតែម្ដងដែលវាស្ថិតនៅជាតំបន់ទ្រនាប់រវាងដែនឥទ្ធិពលរបស់អាមេរិកនិងដែនឥទ្ធិពលរបស់ចិននៅក្នុងតំបន់ឥណ្ឌូប៉ាស៊ីហ្វិកនេះអូខេបងប្អូនទាំងអស់គ្នាខ្ញុំគិតថាវីដេអូនេះរៀងវែងបន្តិចហើយពេលនេះវាដល់ទីបញ្ចប់ហើយដែរអញ្ចឹងនេះគឺជាប្រធានបទទី1វីដេអូទី1ហើយដែល Deep Talk បានលើកយកមកនិយាយអញ្ចឹងនៅប្រធានបទបន្ទាប់វីដេអូបន្ទាប់ទៀតយើងនឹងមានការពិភាក្សាវែកញែកជាច្រើនផ្សេងទៀតទៅលើប្រធានបទថ្មីដែលទៅនឹងភូមិសាស្ត្រនយោបាយប្រវត្តិសាស្ត្រអីជាដើមនោះអញ្ចឹងបងប្អូនទាំងអស់គ្នាសូមចាំទស្សនានៅវីដេអូភាគបន្ទាប់ហើយកុំភ្លេចជួយ Subscribe និងដាក់សញ្ញាកណ្ដឹងផងហើយចូលរួមបញ្ចេញមតិឲ្យបានច្រើនមកតើបងប្អូនគាំទ្រឲ្យមានកម្មវិធី Deep Talk បែបនេះដែរទេអញ្ចឹងនេះជាកម្មវិធីដែលពួកយើងបានរៀបចំឡើងដោយក្រុមការងារ Emergent East ដែលមានខ្ញុំជា Organizer និងជាអ្នក recommend រៀបចំកម្មវិធីនេះតែម្ដងអញ្ចឹងបងប្អូនទាំងអស់គ្នាវីដេអូរបស់យើងបានមកដល់ទីបញ្ចប់ហើយអញ្ចឹងជួបគ្នានៅវីដេអូក្រោយជម្រាបលាបងប្អូនទាំងអស់គ្នា